score กับ Zoom Boomer นั่นយើងមកធ្វើ first impression video របស់ Latafa Art of Universe អានេះគឺជា clone របស់ Blue Talisman ខ្ញុំមិនដឹងក្នុង Blue Talisman នេះខ្ញុំមិនដឹងថាវាស្តៀងគ្នាឬក៏អីកម្រិតណាអញ្ចឹងណាអូខេយើងនឹងតែ clone វាដោយវាជាខ្លួនវាតែម្ដងបើនិយាយពីដបវិញអ្នកខ្លះគេចូលចិត្តវាអ្នកខ្លះក៏គេអត់ចូលចិត្តវាគេថារៀង tacky អញ្ចឹងតែសម្រាប់ខ្ញុំវា look kind of cool ដែរវាលយគាត់មកដែរព្រោះថានេះវាខៀវអាងឹតហ្មងហើយអា art design នេះ it's kind of nice បើយើងដាក់ display វានៅក្នុង collection គឺវានឹង stand out តែម្ដងតោះយើងមកតេស្ត clone វាតែម្ដងណាចា standard atomizer clone នេះបើក៏បានមកដំបូងគឺវារៀង smooth គាត់មកដែរយកអត់មានធុងភ្លើងអាកលទេអារម្មណ៍ថាស្រស់ស្រាយទឹកមានរៀងផ្លែឈើបិទដូច Blue Talisman ចឹងវានឹងមានផ្លែសេរីក្នុងហ្នឹងណាយ៉ាអញ្ចឹងអ្នកទាំងអស់គ្នាទទួលបានក្លិនផ្លែសេរីហ្នឹងក្នុងហ្នឹងក៏ប៉ុន្តែសេរីហ្នឹងគឺវារៀងចូលបែបសេរីរៀងទុំរៀងផ្អែមអានេះគឺ DNA របស់វាគឺជា DNA មួយដែលនឹងទទួលបានការរសាខ្លាំងមែនតើមកព្រោះវាផ្អែមផងស្រស់ស្រាយផងវា fresh and sweet at the same time អញ្ចឹងណាក្លិនរបស់វាគឺដិតផ្អែមផ្លែឈើទឹកស្រស់ស្រាយព្រោះក្នុងឱកាសធាតុក្តៅឥឡូវគឺត្រូវតែម្ដងវាមានអារម្មណ៍រៀងដូច jam រៀង bubble gum ក្នុងនឹងចង់កតុយដូចគ្នាដែររៀង floral វាក៏មានបែបរៀងដូចចង់បែបស្ករកស៊ូ boomer ដូចខ្ញុំនិយាយតាមពីដើមចឹងថាខ្ញុំមិនដែរទុកក្លិន Blue Talisman ទេក៏ប៉ុន្តែបើនិយាយពីក្លិននេះវិញគឺវា smooth គួរសមហ្នឹងហើយហើយក្លិនវាគឺល្អមែនតើខ្ញុំឲ្យ rating វាបាន8កន្លះលើ10ហ្មង Latafa Art of Universe មួយហ្នឹង